Hello បាទថ្ងៃនេះមកប្រាប់ពីរបៀបប្រើម៉ាស៊ីនកាប់ថ្មមួយដែលយកទៅគាត់អត់ចេះភ្ជាប់អត់ចេះកាប់អត់ចេះភ្ជាប់នីកែលអញ្ចឹងណាភ្ជាប់ទៅគាត់ថាអត់ជាប់នីកែលចុចទៅឆេះនីកែលក្រាស់នីកែលស្ដើងអញ្ចឹងណាឥឡូវយើងបិទវាទាំងអស់ទៅយើងចុចទៅដូចខ្ញុំចុចប្រាប់អញ្ចឹងវាញញតិចចាប់ផ្ដើមចុចយើងយកទៅថ្មីយើងហាច់ពីកេះយើងចុចទៅបាទអត់ជាប់ទេបាទចុចទៅវាអត់ជាប់បាទអញ្ចឹងយើងត្រូវការត្រឡើងម្លីនលើម្លីនក្រោមយើងមកឡើងវាយកមកល្មមត្រឹមលេខ20សិនណាឥឡូវយើងឡើងយកបន្តិចមកបានណាយើងឡើងយកត្រឹមលេខ40កន្លះអីទៅបាទយើងសេរីហើយយើងចាប់ដើមចុចមើលភាសាទៀតនឹងភេទនីកែលធម្មតាយើងប្រើ18.150យើងបាទយើងចុចមើលតើវាជាប់ឬក៏អត់បាទអត់ជាប់ទៀតបាទជាប់ទេអញ្ចឹងយើងត្រូវការអាស្រ័យឡើងថែមទៀតបាទយើងមើលយើងសេរីឡើងយកលេខ50នោះណាដាក់លេខ50ចាំមើលតើវាជាប់ឬក៏អត់យើងចាប់ដើមកាប់ភាសាទៀតជាងកាប់ហើយយើងមើលតែជាប់ឬក៏អត់ជាប់បាទអត់ជាប់ទេអញ្ចឹងយើងចាប់ដើមស្រេឡើងខាងក្រោមយកលេខ20កន្លះយើងដាក់20កន្លះទៅ25 20កន្លះយើងថា25បាទចឹងចុចយើងមើលតែវាជាប់ឬក៏អត់បាទអត់ទាន់ជាប់ទេចឹងយើងសេរីថែមទៀតយើងយកលេខ30បាច់យើងមើលជាប់ឬអត់បាទអូខេចឹងប៉ុណ្ណឹងជាប់អីអត់ជាប់យកលេខ60លេខ60អូខេបាទធម្មតាជាងយកក្រោម30ទៅលើលេខ60ចឹងអូខេហើយយើងប្រើធម្មតាទូទៅយើងប្រើលេខប៉ុណ្ណឹងបាទមើលដូចលេខដូចខ្ញុំបានសេរីជូនចឹងយើងកំណត់តាមនឹងបើប្រភេទនីកែលយើងប្រើអំពែធំយើងប្រើថ្ម32/140យើងប្រើនីកែលក្រាស់នេះនីកែលនេះនីកែលក្រាស់2ពេនិងពែធំអាហ្នឹងយើងទៅសេរីទៀតព្រោះយើងអាចយកកម្រិតដែលយើងប្រើមួយនីកែលមុនយកមកចុចនីកែលក្រាស់នឹងបានទេអញ្ចឹងយើងចុចសាកមើលតើវាជាប់ឬក៏អត់បាទស្បីតែឆេះក៏មិនឆេះផងបាទតែទេបដ ចឹងយើងសេរីទៅយើងដឹងហើយយើងសេរីទៅបាទយកប៉ុណ្្នឹងទៅដូចខ្ញុំដាក់ទៅលេខ40ហើយនឹង85 30កន្លះក៏បានដែរយើងយកទៅ30កន្លះ30កន្លះយើង85ក៏បានយើងយក8ទៅ82ទៅយើងកុំយក85យើងយក82ផ្នែកកុំឲ្យវាឆេះពេក
បាទនេះយើងចុចទៅជាប់តែប៉ុណ្ណឹងជាប់ហ្នឹងនីកែលភេទអាក្រាស់ចឹងអូខេហើយយើងកុំភ័យថាម៉ាស៊ីនហ្នឹងគឺម៉ាស៊ីនហ្នឹងគឺវាល្អប្រើយើងវាសេរីបានគ្រប់នីកែលក្រាស់មិនក៏យើងអាចចុចបានដែរចុចជាប់ដែរវាអត់បញ្ហាទេហើយកុំឲ្យខាត់ពេលយើងចុចភ្ជាប់គ្នាអស់ទៅអាខ្លីៗហ្នឹងចុចលេងណាចុចមួយជាប់មួយជាប់អត់បញ្ហាទេបាទតែប៉ុណ្ណឹងអរគុណច្រើនបាយបាយ